បាទថ្ងៃនេះយើងបន្តលំហាត់របស់យើងមួយទៀតគឺលំហាត់គីមីវិទ្យាដែលចេញបាក់ឌុបឆ្នាំ2018នៅរមាំងទី2ដែលប្រធានលំហាត់គឺគេឲ្យដូចតទៅគេយក 0.15 ម៉ូលនៃក្លរនិង 0.3 ម៉ូលនៃអាស៊ូតឌីអុកស៊ីតអាណូដឺដាក់ក្នុងប្រអប់បិទជិតដែលមានចំណុះ 1.5 លីត្រគេទុកឲ្យប្រព័ន្ធមានលំនឹងនៅសីតុណ្ហភាពកំណត់មួយកំហាប់ NaODCl ពេលលំនឹងគឺ 0.054 ម៉ូលក្នុង1លីត្រចូលគណនាតម្លៃការនៅសីតុណ្ហភាពនោះគេឲ្យសមីការតុល្យការលំនឹងបាទនេះគឺជាសមីការតុល្យការលំនឹងដែលគេឲ្យមកអញ្ចឹងអ្វីដែលគេសួររកគឺគេសួររកតម្លៃថេរលំនឹងការអញ្ចឹងជាដំបូងដើម្បីស្គាល់តម្លៃថេរលំនឹងការឬក៏ដើម្បីសិក្សាតម្លៃថេរលំនឹងការបានលុះត្រាតែយើងស្គាល់កំហាប់របស់អង្គធាតុប្រតិកនិងអង្គធាតុកកើតនៅពេលលំនឹងសិនប៉ុន្តែអ្វីតាមទៅសមត្ថកម្មដែលគេឲ្យមកនេះគឺយើងស្គាល់តែកំហាប់របស់អង្គធាតុកកើតនៅពេលលំនឹងទេចំណែកឯអង្គធាតុប្រតិកវិញគឺយើងអត់ទាន់ស្គាល់កំហាប់លំនឹងរបស់វាទេប៉ុន្តែយើងស្គាល់ម៉ូដើមបាទដូច្នេះយើងទៅមើលដំណោះស្រាយទាំងអស់គ្នាបាទចម្លើយអញ្ចឹងទី1គឺយើងត្រូវរកកំហាប់ដើមរបស់ CLD និង Anode សិនដោយសារតែយើងមិនស្គាល់ចំនួនម៉ូដើមរបស់វាហើយអញ្ចឹងយើងត្រូវរកកំហាប់ដើមរបស់វាសិនតាមរូបមន្ត C ស្មើ N លើ V នោះកំហាប់របស់ CLD ស្មើជាមួយនឹង 0.15 ចែកជាមួយ 1.5 ស្មើ 0.1m ចំណែកឯកំហាប់របស់អាស៊ូតឌីអុកស៊ីតគឺស្មើជាមួយនឹង 0.30 ចែកជាមួយ 1.5 ស្មើជាមួយ 0.2m បន្តមកសមីការតុល្យការអញ្ចឹងសមីការតុល្យការកន្លែងនេះគឺយើងមានកំហាប់ដើមកំហាប់ប្រែប្រួលនិងកំហាប់លំនឹងអញ្ចឹងកំហាប់ដើមរបស់ CLD និងអាស៊ូតឌីអុកស៊ីតមិញយើងបានរកហើយគឺរកឃើញថាកំហាប់ដើមរបស់ CLD នេះគឺស្មើជាមួយនឹង 0.1m ចំណែកឯអាស៊ូតឌីអុកស៊ីតគឺ 0.2m ចំណែកឯកំហាប់ដើមរបស់អង្គធាតុកកើតគឺដើមឡើយអត់ទាន់ប្រតិកម្មកំហាប់ដើមរបស់វាគឺមានតម្លៃស្មើ0ចូលដល់កំហាប់ប្រែប្រួលនេះយើងអត់ទាន់ស្គាល់ទេប៉ុន្តែតកតងជាមួយនឹងកំហាប់លំនឹងយើងបានស្គាល់កំហាប់លំនឹងរបស់ NaODCl គឺតាមរយៈប្រធានដែលគេឲ្យមកគឺ 0.054m អញ្ចឹងកន្លែងនេះត្រូវចងចាំថាកំហាប់លំនឹងនិងកំហាប់ប្រែប្រួលរបស់អង្គធាតុកកើតគឺមានតម្លៃស្មើគ្នាអញ្ចឹងបើកំហាប់លំនឹងរបស់វា 0.054m នោះកំហាប់ប្រែប្រួលរបស់វាក៏ស្មើជាមួយ 0.054m ដែរឥឡូវយើងបានស្គាល់កំហាប់ប្រែប្រួលរបស់ NaODCl យើងអាចទាញតាមសមីការទៅរកកំហាប់ប្រែប្រួលរបស់អាស៊ូតឌីអុកស៊ីតនិង CLD បានអញ្ចឹងតាមសមីការយើងទាញទៅគឺកំហាប់របស់អាស៊ូតឌីអុកស៊ីតក៏ស្មើគ្នាដែរគឺស្មើជាមួយ 0.054m ចំណែកឯ CLD គឺ 0.027m ត្រង់កន្លែងនេះដោយសារតែមុខមេគុណពីមុខ CLD នេះគឺស្មើ1ឯមេគុណពីមុខ NaODCl នេះគឺ2អញ្ចឹងដើម្បីរកចំនួនម៉ូរបស់ CLD តាមសមីការនេះត្រូវយកចំនួនម៉ូរបស់ NaODCl នេះចែកនឹង2អញ្ចឹងកំហាប់ក៏ដូចគ្នាដែរដើម្បីរកកំហាប់របស់ CLD តាមសមីការនេះយើងត្រូវយកកំហាប់របស់ NaODCl នេះចែកជា2អញ្ចឹងយើងយក 0.054m ចែកជាមួយនឹង2ទៅគឺ 0.027m ឥឡូវនេះយើងរកកំហាប់ប្រែប្រួលរបស់វាឃើញហើយអញ្ចឹងយើងអាចរកកំហាប់លំនឹងរបស់វាតាមរយៈយកកំហាប់ដើមដកឲ្យកំហាប់ប្រែប្រួលអញ្ចឹងយើងដកទៅយើងឃើញថា CLD នេះកំហាប់លំនឹងរបស់វាគឺស្មើជាមួយនឹង 0.073m ឯកំហាប់លំនឹងរបស់អាស៊ូតឌីអុកស៊ីតគឺស្មើជាមួយនឹង 0.146m នៅពេលដែលយើងឃើញកំហាប់លំនឹងរបស់អង្គធាតុកកើតនិងអង្គធាតុប្រតិកហើយយើងអាចសិក្សាតម្លៃការបានហើយអញ្ចឹងតាមរូបមន្តរបស់យើងគឺការស្មើជាមួយនឹងកំហាប់របស់ NaODCl នេះលើកជាស្វ័យគុណ2ពីព្រោះតែមេគុណមុខវា2ចែកឲ្យកំហាប់របស់ CLD គុណជាមួយនឹងកំហាប់របស់ NaOD លើកជាស្វ័យគុណ2ដែរដោយសារតែមេគុណពីមុខវា2អញ្ចឹងយើងគ្រាន់តែយកតម្លៃលេខយកទៅជួសជុលទៅគឺយើងនឹងឃើញចម្លើយហើយអញ្ចឹងយើងជួសជុលទៅជាគណនាទៅឃើញ 1.87 អញ្ចឹងដូចនេះតម្លៃថេរដំណើរការស្មើជាមួយនឹង 1.87